ទៅអាមេរិកមួយរយៈ Sydney Marin ត្រឡប់មកខ្មែរវិញសម្រាប់ផ្សព្វផ្សាយពីវប្បធម៌ខ្មែរត្រៀមចូលកងប្រកួត MPI ខែក្រោយនេះរយៈពេលជាង7 ខែហើយដែលកូនខ្មែរកាត់អាមេរិកកញ្ញា Sydney Marin លំដាប់ទី1នៃ Miss Supranational Cambodia 2025ត្រូវបានប្រកាសក្លាយជាម្ចាស់មកុដថ្មីនៃកម្មវិធី Miss Planet Cambodia 2025 ចំពោះតំណែងជាម្ចាស់មកុដថ្មី Miss Planet Cambodia 2025 នេះកញ្ញា Sydney Marin នឹងត្រៀមខ្លួនតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិលើកដំបូងក្នុងកម្មវិធី Miss Planet International 2026 នៅលើទឹកដីកម្ពុជាជាម្ចាស់ផ្ទះក្រោយទទួលបានឱកាសថ្មីនេះដែរកន្លងមកកញ្ញា Sydney Marin តែងបង្ហាញសកម្មភាពវឹកហាត់ទាំងការដើរចំណេះដឹងសមត្ថភាពផ្សេងៗព្រមទាំងបំពេញតួនាទីក្នុងនាមជា MPC 2025 ក៏ដោយបានការងារក្នុងវិស័យដើរម៉ូដទាំងក្នុងនិងក្រៅប្រទេសគ្រាន់តែប្រហែលខែក្រោយមកនេះគេឃើញនាងទៅរស់នៅសហរដ្ឋអាមេរិកចាយជីវិតឯកជនជាមួយក្រុមគ្រួសារគណៈរងចាំពេលវេលាប្រកួតលើឆាកអន្តរជាតិដែលកម្មវិធីបានពន្យាពេលប្រកួតរហូតដល់ខែមីនាឆ្នាំ2026ខាងមុខដោយឡែកមកដល់ថ្មីនេះបបរកញ្ញា Sydney Marin ក៏បានវិលត្រឡប់មកកម្ពុជាវិញនិងកំពុងបំពេញតួនាទីការងារជា Miss Planet Cambodia 2025 ដោយបង្ហាញសកម្មភាពជួយថតផ្សព្វផ្សាយកម្ពុជានិងវប្បធម៌យ៉ាងសកម្មបង្ហាញទៅកាន់អន្តរជាតិដើម្បីត្រៀមខ្លួនសម្រាប់ចូលកងប្រកួតលើឆាក MPI នៅថ្ងៃទី15 ខែមីនាឆ្នាំ2026ខាងមុខហើយ